មើលទៅបើខ្ញុំមិនបានសងសឹកឲ្យម្ចាស់ដើមទាំងស្រុងទេជីវិតស្រណុកសុខស្រួលរបស់ខ្ញុំក៏មិនអាចបន្តបានដែរខ្ញុំជាព្រះនាងរបស់ព្រះអង្គម្ចាស់ទី3នាពេលអនាគតតើអ្នកហ៊ានធ្វើបែបនេះដាក់ខ្ញុំឬព្រះចៅអធិរាជច្បាស់ជាមិនលើកលែងទោសឲ្យអ្នកទេអាហោស្មានមិនដល់ថាការសងសឹកលីងសួននៅតែមិនអាចឲ្យម្ចាស់ដើមស្ងប់ចិត្តបានទេបញ្ហានេះពិតជាធ្ងន់ធ្ងរមែនទែនសិនបាវរៀបចំអីវ៉ាន់ទៅយើងនឹងចេញពីភ្នំហើយឯងមកលើកខ្ញុំទៅខ្ញុំគ្មានកម្លាំងទេលើកអត់រួចទេអត់អីទេផ្ទះខ្ញុំមានខ្សែពួរឯងចង់ខ្សែពួរទាញទៅមុខទៅមើលទៅក៏សប្បាយដែរសិនបាវឯងចង់ឡើងមកអង្គុយជាមួយគ្នាទេម៉ាក់សិនបាវអត់ហត់ទេទូកក៏តូចដែរខ្ញុំមិនអាចគៀបម៉ាក់បានទេបើហត់ប្រាប់ម៉ាក់ទៅបាទអាហោម៉ាក់ហ៊ានប្រមាថកូនស្រីបង្កើតត្រកូលឈូគឺត្រូវទទួលលទ្ធផលបែបនេះត្រូវបែកខ្ទេចខ្ទីគ្មានសល់លោកម្ចាស់នារីដែលលោកម្ចាស់បាននិយាយនោះគឺគេបានរកឃើញដានរបស់នាងនៅក្បែរនេះខ្ញុំគិតថានាងមិនហ៊ានលេចមុខនៅមុខខ្ញុំទេទៅតាមដានទៀតហើយរាយការណ៍មកខ្ញុំបាទអាហោនៅតែជាអ្នកជំងឺដែរម៉ាក់មិនអីទេល្អណាស់កូនដឹងទេថាមិញនេះគ្រោះថ្នាក់ប៉ុណ្ណាបើម៉ាក់មិនចាប់កូនតន្ទេខ្លួនតូចច្រឡឹងរបស់កូនមិនខ្ទេចខ្ទាំអស់ទេម៉ាក់ប្រកាសជានឹងការពារសិនប៉ាវគ្រាន់តែចង់ចុះមកឆាប់ដើម្បីរកម៉ាក់មិនទាន់គិតដល់ខ្លួនឯងទាន់ផងពិតជាក្តីស្រឡាញ់រវាងម្ដាយនិងកូនជ្រាលជ្រៅណាស់គឺឯងអ្វីទៅដែលថាឯងជារបស់ខ្ញុំកុំចេះតែថាជាសាច់ញាតិផ្ដេសផ្ដាស់កូនយើងទៅចាំបន្តិចគេជាកូនប្រុសរបស់ឯងឬអាហោមានរឿងអីបានរក្សាខ្ញុំទុកហើយនៅតែមានកូនជាមួយអ្នកអតីតទៀតខ្ញុំនឹងចាំមើលថានាងរកបានមនុស្សបែបណាពិតប្រាកដមិញនេះអ្នកបានជួយសង្គ្រោះខ្ញុំនឹងតាមអ្នកមិនមែនចង់និយាយថាសងគុណជីវិតដោយរៀបការជាមួយខ្ញុំទេចុះមិនទៅមិនបាច់ទេជំងឺរបស់អ្នកមិនអាចព្យាបាលជាដាច់ទេវានឹងរើឡើងម្ដងម្កាលហើយខ្ញុំព្យាបាល